សម្ដេចតេជោហ៊ុនសែនកម្ពុជាអត់ធ្មត់គ្រប់គ្រាន់ហើយដូច្នេះដល់ពេលប្រើសិទ្ធិការពីខ្លួនក្រោយពីមានការគម្រាមជាបន្តបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃនិងមេតបថៃថានឹងវាយយកដីកម្ពុជានិងកំទេចសមត្ថភាពយោធាកម្ពុជាឲ្យខ្សោយរយៈពេលយូរក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនៅព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុทินបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេនដ្ឋានបានមកទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេតបថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេតបខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនការពីខែកក្កដាពួកគេចោទយើងថាលំមសង្គ្រាមពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពីខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង